បាទចំណាយមកគូនេះវិញគឺវត្តសិរីបន្ទាយដែរដែលលាបថ្នាំហើយសឹងតែ100%ហើយគាត់ឲ្យគាត់បន្ថែមកន្លែងភ្នែកបន្តិចដើម្បីឲ្យមើលទៅកាន់តែស្អាតចឹងណាហើយតកតងមួយចែមរោមភ្នែកបបោមាត់អីហ្នឹងគឺលាបហើយអស់ហើយមានវត្តខ្លះគឺចេញហែបដាហើយចំណាយឲ្យវត្តខ្លះទៀតគឺអត់ទាន់ចេញដំណើរហែទេវត្តខ្លះហែកន្លះខែវត្តខ្លះតែមួយអាទិត្យទេមកដល់ចំណុចនេះដែរខ្ញុំចង់សួរបងប្អូនមួយចំនួនដែលខ្លាចទីម៉ូមុខស្អាតអញ្ចឹងហើយនៅខ្លាចថាក្មេងទៅគ្នាខ្លាចហើយចំណែកមនុស្សធំអស់ហើយហ្នឹងបងប្អូនខ្លះធំអស់ហើយនៅតែខ្លាចដែរបាទទីម៉ូប្រភេទនេះបើនិយាយទៅគឺវាសមជាមួយនឹងភ្លេងឆាយ៉ាំអាចនិយាយបានថាមុខនេះគឺស៊ីជាមួយនឹងភ្លេងឆាយ៉ាំតែទីម៉ូគឺតាមវត្តខ្លះគាត់លេងជាមួយនឹងភ្លេងឆាយ៉ាំអញ្ចឹងទៅហើយវត្តខ្លះទៀតគឺលេងជាមួយនឹងស្គរតែបើសម្រាប់ខ្ញុំហ្មងចំពោះរូបទីម៉ូប្រភេទហ្នឹងស័ក្តិសមជាមួយនឹងភ្លេងឆាយ៉ាំជាងភ្លេងស្គរបាទទីម៉ូប្រភេទនេះមានតែអ្នកគៀនស្វាយទេដែលភាគច្រើនគាត់ឃើញផ្ទាល់ឃើញច្បាស់អីចឹងតែបងប្អូនតាមខេត្តខ្លះគាត់បានត្រឹមតែឃើញតាមរយៈវីដេអូសូម្បីទីម៉ូស្រីនេះបឿកក៏មានដែរបាទមើលខាងក្រោមគឺមានបឿកដែរហើយចំពោះការលាបថ្នាំវិញគឺគាត់ផ្ចិតផ្ចង់ក្នុងការលាបមែនតើសូម្បីតែពណ៌មុខសូម្បីតែកៅភ្នែកក៏ផ្ចិតផ្ចង់ដែរហើយទីម៉ូមួយការលាបថ្នាំវាអាចចំណាយពេលមួយថ្ងៃហើយចំពោះទីម៉ូនេះដែរអ្វីដែលពិបាកលាបជាងគេគឺកន្លែងភ្នែកព្រោះកន្លែងភ្នែកគឺវាត្រូវការ detail ត្រូវការផ្ចិតផ្ចង់ដើម្បីមើលមកឲ្យរូបហ្នឹងវាស័ក្តិសមជាមួយនឹងទម្រង់មុខអញ្ចឹងណាបាទសម្រាប់បងប្អូនដែលចូលចិត្តតាក់ទងជាមួយនឹងទីម៉ូនិយាយពីទីម៉ូបងប្អូនអាច follow ខ្ញុំម្នាក់មួយទៅ